ពេញច្រើនអញ្ចឹងក្នុងឱកាសនេះគឺថាពួកយើងខ្ញុំតែងតែប្ររពធ្វើពិធីដឹងគុណគ្រូពិតមែនតែក្រសួងបានកំណត់នៅខែតុលាមែនប៉ុន្តែពួកយើងខ្ញុំគឺធ្លាប់មកស្រុកកំណើតនៅខែចូលឆ្នាំអញ្ចឹងគឺយើងក៏កំណត់យកថ្ងៃទីដើមខែមេសានេះជាពិធីរំលឹកគុណគ្រូនៅវិទ្យាល័យកោះស្ទឹងនេះហើយពិធីនេះគឺយើងចង់រំលឹកដល់លោកគ្រូអ្នកគ្រូដែលជាអ្នកមានអាចថាអ្នកមានគុណទី2របស់យើងដែលធ្លាប់បានបណ្ដុះបណ្ដាលយើងរហូតដល់យើងមានការងារធ្វើទាំងអស់គ្នានៅក្នុងសង្គមហើយចូលទៅបម្រើការងារជាធាតុចូលរបស់សង្គមរហូតតាមដល់បច្ចុប្បន្ននេះយើងបានបង្កើតក្រុមយើងមានបង្កើតក្រុមនេះតាំងពីឆ្នាំ2018មកអញ្ចឹងយើងតាក់ទងក្រុមការងារយើងមានសមាធិមានមូលនិធិសម្រាប់ទ្រង់នៅសម្រាប់អតីតមិត្តយើងដែលមានបញ្ហាយើងអាចជួយហើយជារៀងរាល់ឆ្នាំគឺថាយើងបានប្រពធ្វើនៅដើមខែមេសានេះហើយមិត្តភ័ក្តិណាលោកគ្រូណាដែលគាត់មានបញ្ហាសុខភាពយើងអាចជួយបានគឺយើងជួយក្នុងកម្រិតមិត្តជួយមិត្តបាទពិធីនេះក៏ជាពិធីមួយដែលធ្វើឲ្យយុវសិស្សឬក៏យុវជនជំនាន់ក្រោយបានឃើញថារៀមច្បងយើងជំនាន់មុនបានកសាងនៅស្នាដៃអញ្ចឹងជួបជុំលោកគ្រូអ្នកគ្រូអញ្ចឹងពួកគាត់ពិតជាយកគំរូតាមហើយទីមួយគឺថាចង់ឲ្យបងប្អូនសិស្សរបស់យើងនេះមើលគំរូថាបងដឹងគុណគ្រូអញ្ចឹងពួកគាត់ក៏ត្រូវធ្វើពិធីដឹងគុណគ្រូហើយខិតខំរៀនសូត្រដើម្បីមើលគំរូថាបងខ្លះក៏បានធ្វើការងារនៅក្រសួងនេះក្រសួងនោះតាមបណ្ដាខេត្តនេះខេត្តនោះអញ្ចឹងគាត់ត្រូវតែប្រឹងរៀនថាសិស្សចេញពីទីនេះទៅក៏គេធ្លាប់មានការងារធ្លាប់ជាអ្នកដឹកនាំនៅស្ថាប័ននៅក្រសួងនៅតាមក្រុងស្រុកមួយចំនួនលោកហ៊ីងថៃនេះជាការលើកឡើងរបស់ដូចថាអ្នកដែលរៀបចំបានបង្កើតឲ្យមានកម្មវិធីរំលឹកគុណគ្រូនិងអបអរសង្ក្រាន្តឆ្នាំថ្មីឆ្នាំម្សាញ់នេះផ្ទាល់តែម្ដងបានលោកមានអ្វីបន្ថែមតទៅព័ត៌មាននេះមុនចូលដល់ព័ត៌មានតទៅតំណាងរាស្ត្របាទចា៎បាទនៅក្នុងនោះនេះជាការបញ្ជាក់ពីលោកអភិបាលស្រុកព្រៃនប់ខេត្តព្រៃនប់ដែលគាត់ជាអតីតមានស្រុកកំណើតនៅទឹកដីកោះស្ទឹងនៃខេត្តកំពង់ចាមហើយពិធីនេះគឺថាដើម្បីជាការដឹងគុណដល់លោកគ្រូក៏ដូចអ្នកគ្រូនិងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កខាងមុខនេះហើយក្រុមអតីតសិស្សនិងគ្រូមធ្យមសិក្សាកម្រិត1កោះស្ទឹងខេត្តកំពង់ចាមគឺថាក្នុងចន្លោះឆ្នាំ86ទៅឆ្នាំ1990គឺថាបានធ្វើការជួបជុំគ្នាឆ្នាំទី6ហើយនៅឆ្នាំ2025នេះគឺដើម្បីជាការតបស្នងនឹងការដឹងគុណដល់លោកគ្រូក៏ដូចជាអ្នកគ្រូដែលបានចំណាយពេលវេលានិងសុខភាពក្នុងការបង្រៀនដល់សិស្សានុសិស្សឲ្យទទួលបាននៅចំណេះដឹងនិងទទួលបានការងារធ្វើល្អទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋនិងវិស័យឯកជនបាទហើយនៅក្នុងឱកាសនោះដែរដោយអ្វីដែលតំណាងឲ្យសិស្សមធ្យមសិក្សាកម្រិត1កោះស្ទឹងក្នុងឆ្នាំ86 90ហ្នឹងក៏បានធ្វើការឧបត្ថម្ភអីផ្សេងជូនដល់លោកគ្រូអ្នកគ្រូហើយនៅក្នុងដែរគឺថាមានការឧបត្ថម្ភទៅដល់វិថាគ្រូក៏ដូចមិត្តរួមថ្នាក់រួមចំនួនហ្នឹងដែលមានបញ្ហាសុខភាពគឺថាមានថវិកាត្រូវត្រង់ផងដែរហើយនៅក្នុងកម្មវិធីនេះមានការជួបជុំហូបអាហារសាមគ្គីរួមគ្នាលេងល្បែងជាប្រេងមានរំវង់ទាញព្រាត់ដណ្ដើមស្លឹកឈើហើយនឹងបោះឈូងអីជាដើមបង្កឲ្យមានការភាពសប្បាយរីករាយផងដែរបាទបាទឥឡូវយើងចូលដល់ព័ត៌មានបាទទី2តទៅអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមឯនោះវិញបាទបានសម្ដែងសម្ដាលនិងគេថាផ្ដល់អំណោយ